បាទសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះវ៉ាន់ថេនគឺជាបុគ្គលិកបម្រើការងារឲ្យអង្គការ Caring for Cambodia បាទថ្ងៃនេះខ្ញុំនឹងនិយាយអំពីសេចក្តីណែនាំនៅកម្មវិធីថ្មីដែលយើងនឹងរៀនហើយកម្មវិធីមួយហ្នឹងមានឈ្មោះថា Adobe Photoshop មាន icon រូបអក្សរ PS ពណ៌ខៀវខាងក្រោមនេះតែធ្លាប់ឃើញទាំងអស់គ្នាទេអញ្ចឹងខ្ញុំបើកឲ្យមើលទាំងអស់គ្នាបាទកម្មវិធី Photoshop នេះខ្ញុំកំពុងតែប្រើversion CC ដែលជា version ចុងក្រោយបង្អស់របស់កម្មវិធីហ្នឹងបាទចំពោះនិយមន័យកម្មវិធីនេះខ្ញុំអាចឲ្យយ៉ាងខ្លីថាគឺជាកម្មវិធីដែលជំនាញការក្នុងការ edit ឬក៏កែប្រែរូបភាពមិនថារូបភាពប្រភេទណាទេកម្មវិធីមួយនេះគឺអាចកែប្រែបានទាំងអស់អាច edit បានទាំងអស់អាច design បានទាំងអស់បាទដើម្បីឲ្យកាន់តែងាយយល់ទៀតខ្ញុំមានរូបភាពខ្លះដែលគេបានធ្វើនៅក្នុងកម្មវិធី Photoshop ហ្នឹងដែលចង់បង្ហាញបាទយើងមើលរូបភាពមួយនេះគឺគេកែប្រែពីរូបភាពសខ្មៅមក color មើលគេធ្វើក្នុងនឹងបានការកែប្រែរូបភាពដែលខូចរូបភាពចាស់ឲ្យមានមើលទៅស្អាតរូបភាពនេះច្បាស់ហ្នឹងគេលុបរូបច្បាស់ហ្នឹងបាទការកែប្រែរូបភាពចាស់ពីសខ្មៅមក color អញ្ចឹងបាទការកែប្រែទេសភាពបែបហ្នឹងការធ្វើទៅលើក្របទស្សនាវដ្តីដែលយើងមើលទៅដូចបាទការកែប្រែទៅលើមុខមាត់យើងមើលមុខគេកែប្រែឲ្យគឺស្អាតជាងមុខធម្មតាការដូរពណ៌បាទការកែប្រែទៅលើទេសភាពឬក៏ធ្វើជាលក្ខណៈព្រើលបែបនេះការកែប្រែទៅលើរូបភាពយើងមើលមានភាពខុសគ្នាយ៉ាងម៉េចខ្លះការ design យើងមើលបើសិនជាយើងចង់ចេះកែប្រែរូបភាពទាំងអស់ហ្នឹងគឺកម្មវិធីហ្នឹងគឺអាចធ្វើបានប៉ុន្តែយើងត្រូវការរៀនពីវាច្រើនមែនតើចឹងសូមចប់ត្រឹមសេចក្តីណែនាំអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាថាថ្ងៃនេះយើងនឹងដឹងពីអីខ្លះអញ្ចឹងខ្ញុំនឹងណែនាំអំពី interface ហ្នឹងមាន menu bar tool panel ហើយនិង control panel 3ចំណុចនេះគឺជា3ចំណុចធំដែលយើងត្រូវតែដឹងអញ្ចឹងខ្ញុំត្រឡប់ទៅកម្មវិធីនឹងទាំងអស់គ្នាខាងលើនេះគេហៅថា menu bar ដែលយើងអាចមើលវាមាន file edit image ហ្នឹងវាមានមុខតំណែងផ្សេងៗរបស់វាឆ្វេងដៃនេះគេហៅថា toolbar គឺជាឧបករណ៍ប្រើប្រាស់ក្នុងការ edit រូបភាពខាងស្ដាំនេះគេហៅថា control panel ដែលជា panel ជាផ្ទាំងជំនួយក្នុងការឲ្យយើង edit រូបភាពកាន់តែងាយស្រួលបាទអញ្ចឹងបន្ទាប់នេះខ្ញុំនឹងនិយាយអំពីរបៀបក្នុងការប្រើ menu bar អញ្ចឹងកម្មវិធីមួយនេះយើងដឹងហើយថាធ្វើការទៅលើរូបភាពអញ្ចឹងដើម្បីបានរូបភាពបានយើងត្រូវចេះ open រូបភាពនឹងយកមកដាក់ក្នុងកម្មវិធីនេះដែលរបៀបក្នុងការ open រូបភាពហ្នឹងយើងចូលទៅ file open ហើយយើងរើសមករូបភាពប្រភេទណាដែលយើងចង់យកមកកែយើងរើសយករូបភាពហ្នឹងមកចុចពី open មកអញ្ចឹងយើងបានរូបភាពហ្នឹងមកហើយអញ្ចឹងបន្ទាប់ពីបានមកហើយយើងត្រូវដឹងថាយើងត្រូវធ្វើយ៉ាងម៉េចទៀតសូមតាមដានទាំងអស់គ្នាបាទបន្ទាប់ពីបានរូបភាពហើយខ្ញុំចង់និយាយអំពី tool panel នៅខាងឆ្វេងដៃនេះម្ដងគឺមុខងាររបស់ឧបករណ៍មួយគឺខុសគ្នាទាំងអស់ឧទាហរណ៍ខ្ញុំប្រើ select tool នេះដើម្បី select បែបនេះខ្ញុំប្រើ move tool ដើម្បីកាត់រូបភាពបែបហ្នឹងនេះគឺជាការឧទាហរណ៍មួយដែលធ្វើឲ្យអ្នកអាចយល់បានមើលទៅដឹងថាឧបករណ៍ហ្នឹងប្រើសម្រាប់ធ្វើអីទេបាទខ្ញុំអាចណែនាំបានត្រឹមតែប៉ុណ្្នឹងថាឧបករណ៍tool panel នេះគឺមានឧបករណ៍ច្រើនដែលយើងត្រូវតែដឹងកាលណាយើងដឹងពីមុខងាររបស់ឧបករណ៍កាន់តែច្រើនគឺជួយដល់ការ edit រូបភាពរបស់យើងកាន់តែងាយស្រួលហើយខ្ញុំមានឯកសារមួយដែលយើងដែលខ្ញុំនឹងចែកចាយទៅអ្នកទាំងអស់គ្នាឬក៏យើងអាចសុំពីគ្រូអ្នកទាំងអស់គ្នាបានឯកសារមួយហ្នឹងបាទនេះគឺវារាយរាប់ពីមុខងារមួយរបស់ឧបករណ៍មួយទាំងអស់ហើយយើងវាជាភាសាអង់គ្លេសដែលមានចម្ងល់យើងអាចសួរគ្រូបានឬក៏ធ្វើការស្រាវជ្រាវបន្ថែមទៀតបាទយើងមើលនេះគឺជាមុខងាររបស់ឧបករណ៍ទាំងអស់ហ្នឹងបាទអញ្ចឹងចង់បាននៅសភៅមួយក្បាលនេះយើងត្រូវទៅសុំពីគ្រូរបស់យើងមកបាទអញ្ចឹងខ្ញុំសូមបញ្ចប់ពីសេចក្តីណែនាំដោយខ្លីពីកម្មវិធី Adobe Photoshop ហ្នឹង
បាទដូចការបញ្យល់នឹងមាត់វាមិនអាចក្បោះក្បាយដូចការស្វែងយល់ដោយការអនុវត្តទេអញ្ចឹងសូមអ្នកនរគ្នាចូលទៅកម្មវិធីហ្នឹងហើយស្វែងយល់ទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា